unboxing កាដូ Christmas ដែលខ្ញុំទទួលបានដំបូងគេក្នុងឆ្នាំហ្នឹងចង់ដឹងថានៅក្នុងនោះមានអីគេខ្លះតោះមកបើកជាមួយខ្ញុំទាំងអស់គ្នាកាដូនេះគឺគេ wrap មកជុំវិញឡើងចិត្តស្អាតហ្មងហើយខ្ញុំឥឡូវអត់ដាច់ចិត្តបើកសោះរបស់ទី1ដែលខ្ញុំបើកឃើញមុនគេគឺ case iPad ខ្ញុំអត់ដែលទាន់មាន case iPad ពណ៌ខ្មៅទេណាប៉ុន្តែឥឡូវខ្ញុំមានមួយហើយ so this is my new one ទទួលបានផ្កា2ផ្កាអញ្ចេះមួយអូយស្អាតមែនតើ look អូយគេធ្វើមកបានស្អាតណាស់ I love this អានេះគឺជាអីវ៉ាន់បន្ទាប់ដែលខ្ញុំឃើញនៅក្នុងហ្នឹងខ្ញុំឃើញអីគឺខ្ញុំយកនឹងមកមុនហ្មងអានេះมันបាច់ចាំទាយថានៅក្នុងនោះមានអីទេគឺឃើញស្រាប់ហើយនេះគឺជារូបរាង shape ដបទឹកចឹងគ្រាន់តែបងប្អូនឃើញប៉ុណ្ណឹងដឹងហើយណថាណាគេជាអ្នកឲ្យកាដូ Christmas នេះមកខ្ញុំវ៉ូតបទឹកម៉ូតនេះបងជីងលេងធ្លាប់ឲ្យខ្ញុំពីមុនមួយសាយប៉ុន្តែកម្រោបបែបនេះគឺខ្ញុំអត់ដែលមានពីមុនទេដបទឹកម៉ូតនេះគឺមានតែនៅខាងបងជីងលេងទេដោយសារគាត់ជាអ្នក design ខ្លួនឯងផ្ទាល់ទាំងពណ៌ទាំងម៉ូតគឺគាត់ mix មកបានស្អាតមែនតើឃើញ cute អត់ហើយសំខាន់ខ្ញុំស្រឡាញ់ quality គុណភាពដបទឹកគាត់គឺល្អមែនខ្ញុំជាអ្នកប្រើផ្ទាល់នេះបងប្អូនសុទ្ធតែដបទឹកដែលខ្ញុំបានពីបងជីងលេងហើយខ្ញុំប្រើខ្លួនឯងរាល់ថ្ងៃអានេះខ្ញុំយកមកបានខ្លះទេដោយសារម៉ូតផ្សេងទៀតម៉ាក់និងនីគីគាត់យកទៅប្រើហើយឥឡូវ back មកនិយាយពីគុណភាពដបទឹកនេះវិញហេតុអីបានខ្ញុំថាល្អដោយសារតាម experience ដែលខ្ញុំប្រើដបទឹកគាត់ផ្ទាល់ដាក់ទឹកក្តៅក៏ក្តៅបានយូរដាក់ទឹកកកចូលហើយចាក់ទឹកឲ្យវាត្រជាក់ក៏វាត្រជាក់បានយូរដែរនិយាយទៅដបគាត់គឺរក្សាសីតុណ្ហភាពបានល្អមែនតើអូម៉ូតនេះគេមកជាមួយនឹងតាយ៉ូមួយណាប្លែកក្រៅពីម៉ូតនេះហើយនឹងម៉ូតដែលខ្ញុំបង្ហាញបងប្អូនមិញបងជីងលេងគាត់មានម៉ូតដបទឹកជាច្រើនទៀតដែលបងប្អូនអាច check មើលបានខ្ញុំដាក់នៅក្នុងនឹងតែម្ដងបងប្អូនអាច scope មើលម៉ូតបានណាបើសិនជាចង់បានគឺអាចឆាត comment នៅក្នុង Instagram ឬក៏ Facebook page គាត់បានខ្ញុំដាក់នៅលើនឹងជូនដូចគ្នាអូខ្ញុំគិតថាផ្កាមាន2ប៉ុន្តែឥឡូវមកមួយទៀតហើយអញ្ចឹងទាំងអស់3 I also love this one too អូខ្ញុំមិនដឹងថានេះអីគេប៉ុន្តែខាងក្រៅហ្នឹងរូបគេអញ្ចឹងអូអានេះខ្ញុំទុក decorate លើតុពេល Christmas អូឡើងស្អាត If you're looking for something to decorate នៅក្នុង Christmas ខាងមុខនេះបងប្អូនអាចទិញពួកអានេះទៅដាក់លើតុបានបើកភ្លើងមកគឺឃើញស្អាតមែនតើនេះរបស់ដែលធំជាងគេហើយបងប្អូនខ្ញុំគិតថាមួយនេះគឺ the last one ហើយ so let's see អូគេមានបង couple ជាមួយអាវខ្ញុំទៀត Hello my name is Pinky អញ្ចឹងចំពោះរបស់ cute ស្អាតដែលបងប្អូនឃើញខ្ញុំបើកមិញហ្នឹងគឺមានទាំងអស់នៅបងជីងលីង store វីដេអូថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេអរគុណបងប្អូនជម្រាបលាបាយបាយ